តម្លៃមាសគឺស្ថិតនៅតែក្រោមសម្ពាធ1/3ដដែលជិត2សប្តាហ៍កន្លងមកនេះសន្ទុះប្រាក់ដុល្លារអាមេរិកគឺស្ថិតនៅក្នុងកម្រិតខ្ពស់ 99.05 ដដែលដោយសារតែមានក្តីបារម្ភរបស់ទីផ្សារលើអតិផរណាដែលចេះតែកើនឡើងនិងអត្រាការប្រាក់ក៏អាចនឹងកើនឡើងផងដែរអតិផរណានៅក្នុងកម្រិតខ្ពស់ដែលស្ថិតនៅជាជាប់លាប់និងភាគរយនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាចធ្វើឲ្យទីផ្សារមានភាពរសើបខ្លាំងចំពោះការផ្លាស់ប្ដូរទិន្នន័យម៉ាក្រូសេដ្ឋកិច្ចនិងរឹតតែធ្វើឲ្យធនាគារកណ្ដាល Fed អាចនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតនៅក្នុងការសម្រេចចិត្តលើអត្រាការប្រាក់ប្រធានធនាគារកណ្ដាល Fed មកពីទីក្រុង Minneapolis នៃរដ្ឋ Minnesota បានថ្លែងថាការបន្ថយអតិផរណានៅសហរដ្ឋអាមេរិកក៏នៅតែជាអាទិភាពកំពូលរបស់លោកផងដែរដែលនេះជាបច្ច័យមួយធ្វើឲ្យសន្ទុះប្រាក់ដុល្លារនៅតែស្ថិតក្នុងកម្រិតខ្លាំងដដែលយើងងាកមកមើលការថ្លែងរបស់លោក Scott Bessent ដែលបានលើកឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុនលោកបានថ្លែងថាលោកនឹងធ្វើរឿងដែលត្រឹមត្រូវដើម្បីឲ្យមានស្ថិរភាពចំពោះកំណើនសេដ្ឋកិច្ចនិងអតិផរណាផងដែរដែលនេះជាសញ្ញាមួយទៀតដែលគាំទ្រដល់ប្រាក់ដុល្លារឡើងចំណែកឯសន្ទុះ Core PCE ដែលជារង្វាស់អតិផរណាសំខាន់សម្រាប់ការសម្រេចចិត្តរក្សាឬក៏ដំឡើងអត្រាការប្រាក់របស់ធនាគារ Fed យើងឃើញថាបានចេញផ្សាយមកនៅក្នុងកម្រិត 0.2% ប្រចាំខែកាលពីសប្តាហ៍មុនដែលកម្រិត 0.2% នេះក៏ស្ថិតនៅតែជាកម្រិតក្តៅនៃអតិផរណាខ្ពស់ហើយអាចនឹងឈានដល់ការសម្រេចចិត្តនៅក្នុងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលផងដែរការបន្តក្តីបារម្ភលើបញ្ហាអតិផរណាក៏ដូចជាការរំពឹងទុកនៃការដំឡើងអត្រាការប្រាក់មតិគាំទ្រនៅក្នុងការដំឡើងអត្រាការប្រាក់ដើម្បីទម្លាក់នៅអតិផរណារបស់លោក Scott Bessent ក៏ដូចជាលោក Neel Kashkari នៃប្រធានធនាគារកណ្ដាលទីក្រុង Minneapolis មកពីរដ្ឋ Minnesotaនិងទិន្នន័យ PCE ដែលជារង្វាស់អតិផរណាសំខាន់របស់ធនាគារកណ្ដាលចេញផ្សាយនៅក្នុងកម្រិត 0.2% ដែលជាបច្ច័យមួយអាចនឹងធ្វើឲ្យសន្ទុះប្រាក់ដុល្លារនៅតែរក្សាភាពខ្លាំងរបស់ខ្លួនដដែលដែលនេះបានធ្វើឲ្យតម្លៃមាសមានការធ្លាក់ចុះនិងបានជួញដូរនៅក្រោមសម្ពាធទាបនៅក្នុងកម្រិតក្រោម 1/3 ដដែលកាលពីសប្តាហ៍មុនយើងសង្កេតឃើញថាតម្លៃមាសគឺមានការពិបាកនៅក្នុងការបន្តឡើងដល់កម្រិត 1/3 ដែលស្មើនឹងតម្លៃ 46.30 ប៉ុន្តែបានត្រឹមតែឡើងដល់លើកម្រិត 45.8 បន្តិចក៏បានធ្លាក់ចុះមកខាងក្រោមវិញដែលតម្លៃបានបន្តធ្លាក់រហូតដល់ក្រោមកម្រិត 43.7 ចំណែកឯ candlestick នៅក្នុង daily view យើងឃើញថាគឺបានស្ថិតនៅក្នុងការបើកនៅក្នុងកម្រិតទាបហើយក៏បិទនៅក្នុងកម្រិតទាបផងដែរដែលនេះជាសញ្ញា bearish in control ផងដែរចំណែកឯ RSI ក៏ស្ថិតនៅក្រោមកម្រិត50ដដែល possibility នៃកម្រិត bearish នៅខាងក្រោមយើងរំពឹងនៅ 44.6 44.10 និង 43.7 ហើយប្រសិនបើជា 43.7 ត្រូវបានបែកនោះយើងនឹងរំពឹងនៅកម្រិត 41.00 ចំណែកឯ possibility នៃផ្នែក bullish market យើងរំពឹងនៅតម្លៃ 45.18 45.8 និង 46.30 ដែលជាកម្រិត 1/3 ហើយទីផ្សារនៅក្នុងសប្តាហ៍នេះគឺ bearish in control